ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនៅអារម្មណ៍ពុកម៉ែបងប្អូនទៅលេងវៀតណាមរបស់ខ្ញុំតាមផ្លូវទៅនឹងបងប្អូនទេសភាពស្អាតខ្លាំងមែនតើហ្មងនេះយើងឈប់ចូលចាក់សាំងបន្តិចដើម្បីបន្តដំណើរទៅទៀតផ្លូវយើងជីកាត់តាមបងប្អូនវាស្រែកវាស្រូវគឺថាខៀវស្រងាត់បរិយាកាសតាមផ្លូវបងប្អូនគឺថាស្រស់ស្រាយខ្លាំងមែនតើហើយនេះយើងចូលមកដល់ទឹកដីវៀតណាមហើយបងប្អូនយើងចូលមកមើលកូនតរេនណាបងប្អូនបងចង់បានអីអាចតាក់ទងបានកូនតរេនខ្នាតប៉ុណ្ណាក៏មានដែរបងតែតាក់ទងជាមួយនឹងខាងវៀតណាមនឹងគឺថាប្រវត្តិនិយាយគ្នាយើងអត់ចេះវៀតណាមគេអត់ចេះខ្មែរខ្ញុំមកតែងគេមួយគ្នាបាននឹងវីដេអូខលផងអីផងទៀតបងប្អូនបន្ទាប់ពីយើងមើលកូនតរេននោះដែរគឺយើងមកដល់ផ្សារខ្ទុំបងប្អូនញ៉ាំជាមួយនឹងនំបញ្ចុកទឹកកាពិបងរសជាតិឆ្ងាញ់បងប្អូនហើយធូរថ្លៃទេចានដូចជា 25,000 ដងចានទូច 15,000 ដងគិតទៅ 3-4,000 លុយខ្មែរយើងឯងបងហើយមួយចានគេគឺច្រើនបងប្អូនបន្ទាប់ពីញ៉ាំហើយក៏យើងមកកន្លែងញ៉ាំគ្រឿងសមុទ្រនេះបងប្អូនមកហូបមួយចានដូចជា 50,000 ដង 60,000 ដង 70,000 ដងអីទៅតាមដែលយើងហៅចឹងបងប្អូនខ្ញុំមកកន្លែងគាត់2-3 ដងអីរសជាតិក៏សមមកនេះបកាទឹកថៃកកងបាទខ្ញុំវិញខ្ញុំគិតថានៅខ្មែរយើងឆ្ងាញ់ជាងដាច់បងប្អូនហើយនេះបងប្អូនអានេះដូចបង្ទៀបប្រៃមួយបើមិនដឹងទេបងប្អូនតែឆ្ងាញ់រសជាតិប្លែកបងប្អូនយើងញ៉ាំហើយក៏យើងរៀបចេញមកវិញបងប្អូនពួកអីយើងល្ងាចដែរហើយយើងក៏ឆ្លៀតទិញអាវ៉ាន់បន្តិចបន្តួចដែរផ្លូវមកវិញបងប្អូនវាស្រែជុំវិញនឹងទាំងអស់មកពីផ្ទះខ្ញុំទៅវៀតណាមហ្នឹងរៀងចិត្តដែរបងប្អូនជីប្រហែលជាកន្លះម៉ោងអីហ្នឹងដល់ហើយឥឡូវគឺយើងបានចូលមកដល់ដីខ្មែរយើងវិញបងប្អូនហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណសម្រាប់ការទស្សនា